តបងប្អូនទាំងគ្នាថ្ងៃហ្នឹងគឺនាំបងប្អូនមកធ្វើស្ប៉ាហ្គាទីសាច់គោណាអញ្ចឹងយើងមានគ្រឿងក្រៅទាំងអស់នេះអានេះមានគ្រឿងក្រៅស្ករប៊ីចេងដែលយើងសំហើយក្នុងហ្នឹងអានេះខ្ទឹមបារាំងអានេះពេញប៉ោះដែលយើងហាន់អានេះយើងចង់ដាក់ក្បាលអត់ក្បាលដែរពាក្យច្រើនគេប្រើទឹកពេញប៉ោះហើយប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចង់បានជាតិបន្លែទាំងអស់ហ្នឹងអញ្ចឹងយើងមានខ្ទឹមបារាំងយើងមានពេញប៉ោះយើងមានឈីសយើងមានខ្ទឹមសយើងមានទឹកម្ទេសនេះសម្រាប់បងប្អូនដែលអត់ចង់ដាក់ក៏បានដែរសម្រាប់ខ្ញុំចង់បានរសជាតិហឹរតិចជូរតិចអញ្ចឹងខ្ញុំដាក់ទឹកម្ទេសហើយទឹកពេញប៉ោះនេះប្រើមកអីក៏បានដែរបើអាចយើងយកកំប៉ុងមកល្អអាកំប៉ុងណាហើយនេះសាច់គោដែលយើងច្រាំហើយអានេះម្រេចអានេះស្ប៉ាហ្គាទីដែលយើងស្រោះហើយតែឥឡូវយើងគ្រឿងក្រៅយើងមានប៉ុណ្ណឹងអញ្ចឹងយើងទៅធ្វើតអូខេឥឡូវយើងមកចាប់ដើមធ្វើអានេះបើសិនជាយើងមានអាខ្ទះជៀនពងអត់ជាប់យើងប្រើហ្នឹងមកតែមកញ៉ៃមានអាណាប្រើហ្នឹងមកណាអូខេអញ្ចឹងយើងជាធម្មតាគេប្រើប្រេងអូលីវសម្រាប់ធ្វើតែយើងដូចខ្ញុំបញ្ជាក់អញ្ចឹងស្រួលងាយមានអាណាធ្វើអាហ្នឹងមកកុំឲ្យញ៉ៃច្រើនរសជាតិសំខាន់គឺផ្ដោតទៅលើរសជាតិវាមិនទៅល្អឯអាប្រេងអូលីវមិនតិចចឹងទេឲ្យយើងធ្វើរសជាតិឲ្យត្រូវឆ្ងាញ់មកបានហើយហើយផ្ទះយកដែរយកអាណាប្រើស្រួលទៅមកចេះក្បាច់ក្បោតាមគេទិញអស់លុយអីមានអីប្រើហ្នឹងទៅកុំស្តង់ដាពេកយើងធម្មតាយើងកុំស្តង់ដាពេកតែសំខាន់រសជាតិយើងឲ្យវាស្តង់ដាអូខេតោះឥឡូវហើយយើងដាក់ប្រេងឆាចូលហើយយើងដាក់ខ្ទឹមចូលខ្ទឹមសចូលមកកូរខ្ទឹមឈ្ងុយហើយដាក់ខ្ទឹមបារាំងចូលខ្ទឹមបារាំងហើយដាក់ពេញប៉ោះចូលដូចខ្ញុំបញ្ជាក់ចឹងបងប្អូនធ្វើមួយខ្ញុំអត់ចាំបាច់អីអារបស់ brand ឬក៏ទំនើបអីនោះសាមញ្ញធម្មតាហើយការធ្វើអញ្ចឹងដែរសាមញ្ញធម្មតាប៉ុន្តែអ្វីដែលខ្ញុំផ្ដោតសំខាន់ខ្លាំងបំផុតគឺរសជាតិអាហ្នឹងខ្ញុំផ្ដោតសំខាន់ណាមិនយើងប្រើរបស់អនហើយយើងរសជាតិអនតាមហ្នឹងឯណាដូចផ្ទះអីយើងមានអីយើងប្រើហ្នឹងមកប្រេងឆាបើអត់មានប្រេងអូលីវទេប្រេងឆាធម្មតាទៅណាប្រេងឆាវាឈ្ងុយមកនេះឆាឈ្ងុយមកឆាឈ្ងុយឲ្យចាក់សាច់ចូលរាមគឺវាមានអស់ហើយ4ការធ្វើគឺខ្ញុំសរសេរហើយចឹងអត់ប្រហែលអាចមើលបានអូខេហើយយើងថែមទឹកស៊ុបបើអត់មានទឹកស៊ុបទេទឹកធម្មតាហ្នឹងក៏បានដែរតែនេះខ្ញុំមានហ្នឹងដាក់ទៅណាតោះមកយើងដាក់ទឹកពេញប៉ោះយើងចូលទឹកម្ទេសចូលដូចខ្ញុំបញ្ជាក់អញ្ចឹងអត់ដាក់ក៏បានដែរគ្រឿងក្រៅដែលយើងសំហើយដាក់ចូលចាវាសប់មកគ្រឿងទាំងអស់គេប្រើទឹកពេញប៉ោះច្រើនជាងគេឆ្អិនតិចមកបានទេតោះអញ្ចឹងយើងចុងក្រោយយើងរោយម្រេចតិចមកអូខេម្រេចអញ្ចឹងបើអត់មានប្រាប់មូលដូចខ្ញុំអាម្រេចកញ្ចប់យើងហ្នឹងរោយចាក់មកណាកុំសាំច្រើនហើយទួចានតោះហើយអញ្ចឹងយើងដួសសោយពីលើមកក្បួននេះអាចធ្វើបាន3ចានណាអាចដាក់បាន3ចានអូខេហើយយើងឈីអាឈីនេះគេមានអាឈីម្សៅគេអាឈីដុំគេឈូសតែបើអត់មានទេយើងទិញអីដាក់ក៏បានដែររោយមកនេះអត់តែឈីចាំមិនថាកុំក្បាច់ក្បោច្រើនណាហើយអានេះឈីវងណាគេតុបតែងស្អាតអញ្ចឹងរួចរាល់ហើយអញញ៉ាំបានតោះអូខេអញ្ចឹងនេះរូបរាងវាមួយចានធ្វើរួចរាល់ហើយ